Welcome back ខ្ញុំបាទតារាស្វាគមន៍បងប្អូនគ្នាបន្តនឹងការសម្រាយរឿងក្របពុយវិញ្ញាណឋានសួគ៌ភាគបន្តដែលចូលទៅខាងក្នុងកាន់តែជ្រៅមួយយ៉ាងកាន់តែខ្លាចអោបដៃហ្វាងហៅដែលចូលជាបន្តទៀតអ្វីរបស់នាងនឹងបានបុកជាមួយនឹងដៃហ្វាងហៅបន្តពីគេឈប់នាងក៏បានសួរមានអ្វីកើតឡើងបន្តពីមើលទៅម្ចាស់មិនសូវប្រមាណទេចំណែកសត្វវិញ្ញាណដែលជាកូនអ្នកតូចវិញអ៊ុតពីលើមកខាងក្រោមនិយាយចំអន់ទៅកាន់មួយយ៉ាងស្រីក៏ថត់ឆ្នាដូចជានាងចេះខ្លាចងងឹតដែរខឹងជាមួយនឹងពួកគេទាំងពីរមួយយ៉ាងបានទះដៃរួចដើរទៅខាងមុខជន់ប៉ះកន្លើយន្តពលឺ3បានហោះចេញពីមាត់របស់តោនៅជញ្ជាំងវាប្រហាទៅកាន់មួយយ៉ាងហ្វាងហៅច្រាននាងទាញចេញពីកន្លែងនោះក្រោកឡើងអ្នកទាំងពីរព្យាយាមដកដាវធ្វើការទប់រងក្របព្រួញជាច្រើនបានបន្តបាញ់ស្រោចទៅកាន់អ្នកទាំងពីររត់ទៅខាងមុខមួយយ៉ាងបានប្រទះជាមួយនឹងក្បាលខ្មោចដ៏ធំដែលកំពុងតែសម្រុកចូលមកនោះកាប់បំបែកវាក៏បានបែកប៉ុន្តែក៏បានប្រែទៅជាក្បាលខ្មោចតូចៗជាច្រើនហ្វាងហៅទាញដៃមួយយ៉ាងបន្តដំណើររត់ទៅខាងមុខគេចេញពីទីនោះរត់បណ្ដារੂបណ្ដាហេរអ្វីក៏ក្បាលខ្មោចទាំងអស់នោះប្រែคล้ายទៅជាច្រើនបែបនេះទៅវិញកូននាគតូចបណ្ដាទឿនទៅកាន់អ្នកទាំងពីរដរាបណាដែលអ្នកទាំងពីរប្រើប្រាស់ធម្មពលដើម្បីបំផ្លាញវានោះនៅពេលរបៀបបែកមួយនឹងប្រែคล้ายទៅជាច្រើនបែបនេះឯងជំរឿសល្អគួរតែប្រើភ្លើងដុតនៅពេលដែលបានស្ដាប់ការរៀបរាប់របស់កូននាគតូចហ្វាងហៅបានដកក្របបែកមួយគប់វាទៅខាងក្រោយប្រាប់ឲ្យក្រាបចុះទាញមួយយ៉ាងក្រាបទៅដីក្របបែកបានផ្ទុះប៊ូមអ្វីដែលមិននឹកស្មាននោះកូននាគតូចមិនទាន់បាននឹងខ្លួនទេណាផ្ទុះទៅជាមួយនឹងក្បាលខ្មោចទាំងអស់នោះឯងប៉ឹងទៅខាងក្រោយក្រោកឡើងមួយយ៉ាងបានសួរទៅកាន់ហ្វាងហៅតើលបងចេះផលិតក្របបែកទាំងនេះមែនទេគេក៏បានតបមិនមែនជារបស់ខ្ញុំនោះទេខ្ញុំបានមកពីថៃឈៀនប៉ុណ្ណោះផ្ទុះប៉ើងឆ្ងាយជាងគេជាងឯងបន្ទាប់ពីក្រោកឡើងកូននាគតូចបានស្រែកប្រាប់ទៅកាន់ហ្វាងហៅនៅទីនេះគួរតែមានច្រកចូលមួយទៀតដើរចូលទៅទ្វារដ៏ធំមួយក៏បានរបើកផ្សែងអាប់ពណ៌ស្វាយនៅក្រាស់ក្រែលជំវិញបរិវេណនោះក្រឡេកមើលជុំវិញឆ្វេងស្ដាំលើក្រោមកូននាគតូចបានជេរថាចង្រៃយោកន្លែងនេះគួរតែជាកន្លែងស្នាក់នៅរបស់អត្រិយេនឹងទៀតហើយហ្វាងហៅក៏ឆ្ងល់ហេតុអ្វីក៏ឯងប្រកាសចិត្តថាទីនេះគឺជាមូលដ្ឋានកងទ័ពរបស់អត្រិយេគេក៏បានប្រាប់ឲ្យហ្វាងហៅក្រឡេកមើលសពាវុធដែលនៅជាប់ជាមួយនឹងទាហានទាំងអស់នោះទៅពួកគេសុទ្ធតែដូចជាមួយនឹងឆ្មាំហងនៃអត្រិយេកាលពី1000ឆ្នាំមុនក្រៅពីអត្រិយេតើមានអ្នកណានឹងរកនឹកនៅឯកសន្តានបែបនេះមកបំពាក់លើទាហានទាំងអស់នេះទៅប្រសិនបើជាខ្ញុំស្មានមិនខុសទេវាមានក្រោមដីមួយនេះគឺជាកន្លែងដែលអត្រិយេបានផ្សារភ្ជាប់ដង្កូវខ្មោច1000ដើម្បីធ្វើជាអាយ៉ងកាលពី1000ឆ្នាំមុននោះឯងស្ដាប់គុណនាគទៅរៀបរាប់ហ្វាងហៅក៏យល់ស្របគ្មានឆ្ងល់ទេហេតុអ្វីបានជាកន្លែងនេះសម្បូរធម្មពលអាក្រក់អ្វីម្លេះតាមពិតក៏ដោយសារតែចំហាយដែលនៅសេសសល់របស់អាយ៉ងទាំងអស់នេះសោះមួយយ៉ាងបានសួរទៅកាន់ហ្វាងហៅតើធម្មពលបិសាចដែលនៅលើខ្លួនលោកតារបស់នាងគឺមកពីកន្លែងនេះដែរមែនទេហ្វាងហៅក៏បានតបប្រហែលជាបែបហ្នឹងហើយអាយ៉ងទាំងអស់នេះដែលនៅក្នុងវិមានក្រោមដីនេះគួរតែត្រូវបានហៅថាអាយ៉ងស្លាប់ចំណែកលោកតារបស់នាងប្រសិនបើយើងមិនអាចដោះស្រាយបញ្ហាមួយនេះឲ្យគាត់ទាន់ពេលគាត់ប្រកាសជាខ្លាចទៅជាអាយ៉ងរស់ដែលមានស្ថានភាពមិនខុសពីសត្វបិសាចខ្ញុំគិតថាប្រសិនបើជាយើងអាចពង្រឹងត្រាដែលមាននៅទីនេះលោកតារបស់នាងក៏ប្រកាសជាអាចនឹងមានជីវិតបន្តលើបែបនោះនាងក៏ពិតជាសប្បាយចិត្តជាខ្លាំងពួកគេទាំងពីរបន្តដំណើរទៅខាងមុខមួយយ៉ាងមានអារម្មណ៍ថាមាននរណាកំពុងតែសម្លឹងមើលយើងហ្វាងហៅតើលោកមានអារម្មណ៍ដូចជាខ្ញុំទេឬក៏មានន័យថានៅក្នុងវិមានក្រោមដីនេះមានអ្នកផ្សេងក្រៅពីពួកយើងដូចជាអ្វីដែលមួយយ៉ាងបាននិយាយមែនរូបចម្លាក់មួយបានសម្លឹងទៅកាន់អ្នកទាំងពីរបែបនោះហ្វាងហៅក៏មានអារម្មណ៍ទទួលដឹងក្រឡេកមើលទៅវាក៏បានងាកមុខចេញហ្វាងហៅបាននិយាយប្រាប់ទៅកាន់មួយយ៉ាងឲ្យប្រុងប្រយ័ត្នលំពេញនៅក្នុងដៃរូបចម្លាក់មួយនឹងបានជាគប់ទៅកាន់អ្នកទាំងពីរហ្វាងហៅក្រឡេកមកទះមួយដៃបំផ្លាញវាចោលពួកវាក៏បានលោតចុះមកនៅពេលនេះមានវត្តមានរហូតដល់តែ4ក្បាលមួយយ៉ាងទាំងភ័យបានសួរទៅកាន់ហ្វាងហៅតើវាគឺជាមនុស្សឬក៏ជាអ្វីទៅកូននាគតូចបានប្រាប់ថានឹងគឺជាអាយ៉ងដែលត្រូវបានបង្កើតឡើងដោយអត្រិយេនឹងហើយវាគួរតែត្រូវបានដាស់ភ្ញាក់ដោយសារក្លិនរបស់មនុស្សកាន់ដាវផងលពេញផងដើរចូលមកមួយយ៉ាងដកដាវរបស់នាងដូចគ្នាកាប់បំបែកអាយ៉ងទាំងអស់នោះក៏បានធ្វើការផ្គុំរាងកាយរបស់វាឡើងវិញសម្រុកចូលមកកាន់តែលឿនមួយយ៉ាងក៏បានកាប់បំផ្លាញម្ដងទៀតស្រាប់ពេលដែលនៅខាងក្រោយក៏មានពីក្បាលទៀតសម្រុកចូលមកត្រូវបានហ្វាងហៅទះបំបែកដូចគ្នាប៉ុន្តែជាលទ្ធផលវានៅតែអាចបង្កើតខ្លួនប្រាណរបស់វាឡើងវិញបានកូននាគតូចនៅលើស្មាហ្វាងហៅប្រាប់ទៅកាន់អ្នកទាំងពីរលុះត្រាតែអាចបំផ្លាញប្រភពស្នូលនៃការបង្កើតមួយនេះទៅពួកគេត្រូវបានបំផ្លាញបើមិនដូច្នោះទេរាល់ពេលដែលពួកគេត្រូវបានបំផ្លាញម្ដងហើយផ្គុំខ្លួនឡើងសាយជាថ្មីនោះពួកគេកាន់តែមានកម្លាំងខ្លាំងទ្វេដងហ្វាងហៅនិយាយទៅកាន់កូននាគតូចខ្ញុំជាមួយនឹងមួយយ៉ាងនៅដោះស្រាយទីនេះចំណែកឯងត្រូវស្វែងរកប្រភពស្នូលរបស់វាឲ្យឃើញកូននាគតូចសួរដូចឆ្ងល់តើខ្ញុំមានសមត្ថភាពដល់ថ្នាក់ហ្នឹងហ្វាងហៅក៏បានតបខ្ញុំជឿជាក់លើសមត្ថភាពរបស់ឯងថាអាចធ្វើបានងក់ក្បាលកូននាគតូចក៏បានបំលាស់ទីចេញទៅគេចពីកំបិតនឹងលំពេងបំលាស់ទីចូលទៅខាងមុខចង់សម្លាប់ជីតានាគដូចជាយើងផងមិនដេចនឹងអាចប៉ុន្តែបើមើលទៅតាមកំបិតទៅគៀកនឹងដល់កទៅហើយហ្វាងហៅលោតឡើងទៅលើខ្នងមួយយ៉ាងធាក់អាយ៉ងទាំងពីរប៉ោងទៅខាងក្រោយរួចទាញមួយយ៉ាងឡើងជិះលើខ្នងរបស់គេម្ដងធាក់អាយ៉ងមួយបំប៉ោងទៅខាងក្រោយបង្វិលមួយជុំទប់រងពីការកាប់ចូលរបស់អាយ៉ងមួយទៀតហ្វាងហៅក៏បានដឹងដូចគ្នាបន្ទាប់ពីវាក៏កើតឡើងម្ដងទៀតធម្មពលពិតជាខ្លាំងទ្វេដងដូចជាកូននាគបាននិយាយមែនកំពុងតែនិយាយឲ្យមួយទៀតបានហក់មកកាប់មួយយ៉ាងបានស្រែកប្រយ័ត្នហ្វាងហៅដកដាវគ្មានទលីធ្វើការទម្រង់កូននាគតូចមកដល់ខាងមុខឲ្យហោះចោលហោះឡើងខឹងផងអីផងចង្រៃយោតើស្នូលនៃការបង្កើតនៅ
នៅឯណាទៅប្រសិនបើជាខ្ញុំជាអត្តរាជ័យគួរតែទុកស្នូលនៃការបង្កើតនោះនៅកន្លែងដែលអាចកំបាំងប៉ុន្តែថាមនុស្សដែលមានអំណួតដូចជាអត្តរាជ័យគេមិនដេចនឹងធ្វើដូចជាការក្ររបស់ខ្ញុំនោះក៏គួរតែក្រឡេកមើលទៅកាន់សសរដ៏ធំនៅខាងក្រោយកូននាគតូចដាក់ធម្មពលវិញ្ញាណបន្ទិញចូលក៏បាននឹងថានោះគឺជាចំណុចស្នូលនៃការបង្កើតស្រែកទៅប្រាប់ហ្វាំងហៅខ្ញុំបានរកឃើញហើយវាគឺនៅទីនេះបំប៉ាងវាចេញរួចក៏ប៉ាំងខ្លួនឯងផងដែរមូយ៉ាងជួយទប់ហ្វាំងហៅអាយ៉ងទាំង4ធ្វើការរៀបរៀងផ្លូវមូយ៉ាងបានប្រាប់ឲ្យហ្វាំងហៅចូលទៅបំផ្លាញការបង្កើតមួយនេះទៅអ្វីគ្រប់យ៉ាងនៅទីនេះទុកឲ្យនាងជាអ្នកដោះស្រាយនិយាយរួចហើយនាងក៏បានសម្រុកចូលទៅខាងមុខជាមួយនឹងដាវទាំងពីរក្នុងដៃបំផ្ទុះធម្មពលអាយ៉ងទាំង4ប៉ាំងដូចជាសីហ្វាំងហៅឃើញបែបនោះសម្រុកចូលលោតឡើងទៅកាន់ក្បួននៃការបង្កើតដែលនៅកណ្ដាលវាមានក្រោមដីនោះយាដៃពេញមួយទំហឹងទះវាទៅធម្មពលវិញ្ញាណរបស់គេក៏បានចាក់ចូលមូយ៉ាងទប់ទល់ជាមួយនឹងអាយ៉ងទាំងអស់នោះយ៉ាងវិទនា8វាយមួយតាមសមត្ថភាពរបស់នាងផ្ទាល់កាបជងឆាំងក៏ត្រូវមួយដាវឌឺផ្កាប់មុខនៅនឹងដីវាក៏បានដើរចូលព្រមគ្នាមានដាវផងលំពេងផងចាក់ទៅរករាងកាយរបស់មូយ៉ាងដែលបានដេកនៅនឹងដីលឺសូរតែផាំងមុននឹងចុងលំពេងដ៏ស្រួយជាច្រើនបានទៅដល់រាងកាយរបស់មូយ៉ាងអាយ៉ងទាំងអស់នោះបានផ្ទុះរលាយខ្លួនអស់ទៅហើយលត់ចុះមកខាងក្រៅមូយ៉ាងបានរត់ទៅរកភ្លាមនោះហ្វាំងហៅស្រាប់តែឈឺក្បាលដោយសារសម្ពាធអ្វីមួយដែលនៅជុំវិញបរិវេណនោះធ្វើឲ្យមូយ៉ាងមានការព្រួយបារម្ភជាខ្លាំងប្រាប់ទៅកាន់នាងពួកយើងមិនអាចនៅកន្លែងនេះយូរទៀតបានទេឃើញទឹកមុខហ្វាំងហៅស្លេកស្លាំងនាងក៏បានប្រាប់ទៅកាន់គេឲ្យសម្រាប់ប្រមូលផ្ដុំធម្មពលបន្តិចទៅនាងនឹងទៅមើលនៅខាងមុខថាមានច្រកចេញឬក៏អត់ដូចជាការស្មានបន្ទាប់ពីមួយយ៉ាងបានរត់ចេញទៅហ្វាំងហៅធ្វើការប្រមូលផ្ដុំធម្មពលទៅបានដឹងថានៅក្នុងសមុទ្រនៃធម្មពលវិញ្ញាណរបស់គេផ្សេងអបរៈដ៏ច្រើនបានក្រាស់ក្រែលនៅក្នុងសមុទ្រវិញ្ញាណធ្វើឲ្យក្របពួយវិញ្ញាណឋានសួគ៌សកម្មហ្វាំងហៅបានមកផ្ទុះវាឡើងដើម្បីបណ្ដេញផ្សែងអពណ៌ស្វាយអរិយដែលនៅក្នុងខ្លួនចេញមកខាងក្រៅបន្ទាប់ពីគេបានបើកភ្នែកឡើងលំពេងមួយដែលមានមុខដូចជាកណ្ដៀវនឹងធ្ពក់មកកាន់ករបស់គេទៅហើយគឺជាវត្តមានក្មេងស្រីទាំងពីរដែលហ្វាំងហៅបានជួយកាលពីពេលមុននោះឯងយកទោសសងគុណមើលទៅអ្នកទាំងពីរមិនមែនជាមនុស្សល្អនោះទេបើទោះបីជាបែបនេះក៏ដោយសម្រាប់ភាគនេះត្រូវបានបញ្ចប់យើងនឹងចាំជួបគ្នានៅវីដេអូក្រោយនៃភាគក្រោយអធិស្ឋានរាល់កំហុសខុសឆ្គងនៃការឡើងដោយអចេតនាបាយបងប្អូនទាំងអស់គ្នា